ចាជំរាបសួរមកពីបងប្អូនទាំងអស់គ្នានេះគឺជាផ្សារចតុមុខជាផ្សារខ្មែរនៅក្នុងទីក្រុង Long Beach រដ្ឋ California បងប្អូនណាចានៅក្នុងផ្សារនេះគឺថាមានលក់របស់ច្រើនបងប្អូនជាពិសេសគឺជាផ្លែឈើអាស៊ីនិងម្ហូបអាស៊ីយើងបងប្អូនណាចានេះជាផ្លែស្វាយចាស់ដែលគេកាត់ដូចជាផ្កាហើយនេះគឺជាស្វាយទុំបងប្អូនគេដាក់ជាកញ្ចប់ហើយទៅក៏មានស្វាយជាកេះដែរបងប្អូនណាចាគឺថាផ្លែឈើច្រើនណាហើយនេះគឺជាត្រេតសំឡូតបងប្អូនចាគឺថាមកថ្មីស្រស់បងប្អូនចាហើយនេះគឺជាផ្លែមានផ្លែគូលែននិងផ្លែឈើផ្សេងទៀតដែលនេះខ្ញុំបានរៀបរាប់ជូនបងប្អូនណាហើយក៏មានសាវម៉ាបងប្អូននេះមានផ្លែទឹកដោះគោចាហើយទៅមានផ្លែមង្ឃុតផងដែរបងប្អូនណាចាផ្លែមង្ឃុតនេះក៏ស្រស់ដែរបងប្អូនចាហើយខាងនេះវិញគឺជាម្ហូបជានំចំណីដែលយើងញ៉ាំសម្រាប់ស្នាបងប្អូនណាចាមានបង្អែមចាបង្អែមមាន 4-5 មុខដែរបងប្អូនណាហើយទៅក៏មាននំបងប្អូនខាងក្រោមគឺជានំអាកោត្នោតបងប្អូនចាហើយទៅនេះគឺជានំបត់ហើយទៅមាននំបង្អែមជាបង្អែមថៃបងប្អូនណាចាគឺថាមានលក់ច្រើនបងប្អូនចាហើយខាងក្រោមគេមានពោតអាំងហើយនេះគឺជានំសំបុកចាបបងប្អូនណាអ្នកបាត់ដំបងហានំសំបុកចាបចាចំណែកនេះខាងផ្នែកម្ហូបបងប្អូនម្ហូបឆ្អិនណាចាគឺថាមានត្រីចៀនត្រីអាំងហើយទៅក៏មានម្ហូបផ្សេងច្រើនទៀតដែរបងប្អូនចាមានសាច់មាន់អាំងមាននំប៉ាវមានដលងចៀនមានចេកចៀនមាននំអង្សមបងប្អូនណាចំណែកខាងនេះវិញគឺមានជាម្ហូបដូចជាធ្វើមកពីប្រហុកឬក៏ផ្អកអីបងប្អូនណាចាមានប្រហុកឆៅគឺថាមានបន្លែតបក្នុងនឹងហើយស្រេចបងប្អូនចាហើយទៅក៏មានប្រហុកខ្ទិះចាគឺដាក់ចានតូចហើយទៅមានបន្លែក្នុងនឹងផងដែរចាហើយនេះគឺជាបុកល្ហុងបងប្អូនណាបុកល្ហុងនេះមើលទៅគួរឲ្យឆ្ងាញ់ណាបងប្អូនចានេះគឺជានំគូឆាយហើយនេះគឺជានំបាញ់ឆែបងប្អូនណាហើយនេះជាពងទាកូនចាគឺថាគាត់ស្ងោររួចហើយទឹកបានអាក្នុងប្រអប់ចឹងគឺថាមានជីមានអំបិលក្នុងនឹងឲ្យស្រេចបងប្អូនដូច្នេះបងប្អូនទិញមកគឺថាញ៉ាំភ្លាមតែម្ដងបានណាចាហើយនេះគឺជាត្រីប្រមាចៀនបងប្អូនណានេះគឺជាបុកស្វាយបងប្អូនណាចាហើយចំណែកនេះវិញគឺជាអាម៉ុកបងប្អូនសាច់គោចៀននេះគឺជាបាញ់សុងបងប្អូនណាចាហើយខាងនេះទៀតគឺថាគេមានដូចជាគុយទាវឆាចានេះគឺជា spring roll ហើយនេះទៀតគឺជា egg roll បងប្អូនណាចាចំណែកនេះវិញគឺជាប្រហិតចៀនហើយនេះគឺជាទឹកប្រហុកបងប្អូនពោះគោទឹកប្រហុកណាចាគឺថាគេមានច្រើនបងប្អូនចំណែកនេះវិញគឺជា chicken lab បងប្អូនណាចាគឺជាម្ហូបឡាវបងប្អូនហើយនេះគឺជាទឹកប្រហុកពោះគោបងប្អូនណាគឺថាគេធ្វើលក់ច្រើនណានេះគឺជាពងទាកូនឆៅបងប្អូនណាហើយចំណែកនៅផ្នែកខាងនេះវិញគឺជាបន្លែអាស៊ីយើងបងប្អូនគឺថាមានបន្លែអាស៊ីគ្រប់មុខតែម្ដងបងប្អូនមកផ្សារនេះគឺថាអត់ខ្វះបន្លែអាស៊ីយើងទេបងប្អូនណាចាដូច្នេះនាងខ្ញុំសូមអរគុណបងប្អូនច្រើនដែលបានតាមដានទស្សនាវីដេអូរបស់នាងខ្ញុំចាជម្រាបលា